សូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅពេលនេះសូមអញ្ជើញទស្សនាការផ្សាយព័ត៌មានរបស់កងរាជអាវុធហត្ថដូចតទៅអាយុឧត្តមស្នេហ៍ឯកស៊ិនសុផានីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរស័ក្តិដល់នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2016នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសអាយុឧត្តមស្នេហ៍ឯកស៊ិនសុផានីមានបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលបន្ទុកការងារកសាងកម្លាំងតំណាងនៅខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាអធិបតីក្នុងវិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី3រូបនិងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារមួយរូបអាយុឧត្តមស្នេហ៍ឯកស៊ិនសុផានីបានមានប្រសាសន៍ថាពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរស័ក្តិនៅពេលនេះបានបង្ហាញពីការយកចិត្តទុកដាក់និងមានទំនុកចិត្តពីរដ្ឋាភិបាលក្រសួងការពារជាតិអគ្គបញ្ជាការនិងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដល់នាយទាហាននៃកងរាជអាវុធហត្ថដែលបានខិតខំបំពេញតួនាទីភារកិច្ចមិនខ្លាចនឿយហត់ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គមសម្រាប់ធ្នាប់សាធារណៈដើម្បីបម្រើសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការនិងក្នុងនាមឯកឧត្តមផ្ទាល់សូមសម្ដែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្នាដៃនាយទាហានជាន់ខ្ពស់ទាំង4រូបនិងកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចនិងបេសកកម្មរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រាប់បានសមិទ្ធផលផ្លែផ្កាគួរជាទីមោទនៈកងរាជអាវុធហត្ថបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនជានគរបាលរដ្ឋបាលនគរបាលយុតិធធតម្រួតយោធាផ្ដល់កម្លាំងទៅជួយអន្តរក្រសួងតាមការស្នើសុំដើម្បីពង្រឹងការអនុវត្តច្បាប់និងការយកចិត្តទុកដាក់ក្នុងការបំពេញបេសកកម្មបង្ការបង្ក្រាបនិងសង្គ្រោះប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលគ្រប់ប្រតិបត្តិការរបស់កងរាជអាវុធហត្ថតែងតែគោរពច្បាប់បទបញ្ជាក្រមសីលធម៌វិជ្ជាជីវៈនិងគោរពសិទ្ធិមនុស្សធ្វើឲ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមនិងបានចាត់ទុកកម្លាំងកងរាជអាវុធហត្ថជាកម្លាំងមួយផ្នែកដែលមិនអាចខ្វះបានក្នុងការរួមចំណែកការពារសន្តិសុខសង្គមសម្រាប់ធ្នាប់សាធារណៈនិងពង្រឹងការអនុវត្តច្បាប់នៅប្រជាណាចក្រកម្ពុជាអាយដាមក៏បានជម្រាបជូនអង្គពិធីផងដែរពីទស្សនវិស័យក្នុងការដឹកនាំនាពេលបច្ចុប្បន្ននិងទៅអនាគតរបស់អាយដាមនាយឧត្តមសេនីយ៍សៅសុខាធ្វើយ៉ាងណាឲ្យកម្លាំងកងរាជអាវុធហត្ថមានភាពរឹងមាំទាំងបរិមាណគុណភាពព្រមទាំងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរ៉ាប់រងភារកិច្ចដែលរដ្ឋាភិបាលប្រគល់ជូនព័ត៌មានកងរាជអាវុធហត្ថដែលប្រិយមិត្តទូរទស្សនិកជនទើបតែបានទស្សនានៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណ